កម្ពុជា ក្នុងគោលដៅអភិវឌ្ឍសហសវត្តកម្ពុជាសន្តិសុខស្បៀងនិងអាហារូបត្ថម្ភត្រូវបានលើកឡើងក្នុងគោលដៅទី1គឺលុបបំបាត់ភាពក្រីក្រនិងភាពស្រេកឃ្លានក្នុងគោលដៅទី4កាត់បន្ថយមរណភាពរបស់កុមារនិងគោលដៅទី5កែលម្អសុខភាពមាតាមណ្ឌលសុខភាពខ្ញុំបាទមានផ្ដល់សេវាជាច្រើនដូចជាពិនិត្យពិគ្រោះជំងឺក្រាវកុមារនិងមនុស្សចាស់ពិនិត្យផ្ទៃពោះហើយនឹងចាក់ថ្នាំបង្ការដល់ស្ត្រីនិងកុមារផ្ដល់វីតាមីន A មេបង់ដាសូលទៅតាមមូលដ្ឋាននិងនៅមណ្ឌលសុខភាពបាទផ្ដល់សេវាពិសេសដល់ស្ត្រីនិងកុមារគឺយើងផ្ដល់ថ្នាំជាតិដែកដល់ស្ត្រីដែលមានផ្ទៃពោះរាជរដ្ឋាភិបាលកម្ពុជាបានធ្វើអន្តរាគមន៍ជាច្រើនដើម្បីលើកកម្ពស់ស្ថានភាពអាហារូបត្ថម្ភរបស់ស្ត្រីនិងកុមារកម្ពុជាសកម្មភាពទាំងនេះរួមមានការផ្តល់សេវាថែទាំសុខភាពនៅតាមគ្រឹះស្ថានសុខាភិបាលនិងនៅតាមសហគមន៍ហើយនឹងផ្តល់អាហារូបត្ថម្ភដល់កុមារដែលមានបញ្ហាកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរនៅមណ្ឌលសុខភាពដែលធ្វើឲ្យកុមារមានសុខភាពល្អសារឡើងវិញជំនាញរបស់ខ្ញុំគឺពិនិត្យផ្ទៃពោះសម្រាលកូននិងថែទាំស្ត្រីក្រោយពេលសម្រាលចាពេលដែលគាត់ត្រឡប់ទៅវិញខ្ញុំបានបញ្យល់ណែនាំគាត់ពីរបៀបថែទាំកចាឲ្យហូបអាហារបានយ៉ាងតិច4ដងក្នុងមួយថ្ងៃចាឲ្យហូបថ្នាំជាតិដែកបន្ថែមហើយថ្នាំជាតិដែកហ្នឹងវាជួយការពារភាពស្លេកស្លាំងនិងជួយបង្កើនគ្រាប់ឈាមក្រហមពេលយើងសម្រាលធ្លាក់ឈាមតិចសូមជម្រាបថាអ្នកម្ដាយគ្រប់រូបចាបន្ទាប់ពីសម្រាលសូមបំបៅកូនដោយទឹកដោះម្ដាយក្នុងអំឡុងម៉ោងដំបូងបន្ទាប់ពីសម្រាលនិងបំបៅកូនដោយទឹកដោះម្ដាយតែមួយមុខគត់ចាប់ពីកើតរហូតដល់អាយុ6ខែចាពីព្រោះថាទឹកដោះម្ដាយគឺជាអាហារដ៏ល្អឥតខ្ចោះផ្ដល់នៅសារជាតិចិញ្ចឹមគ្រប់មុខដល់ទារកហើយទឹកដោះម្ដាយគឺជាទឹកដោះមួយដែលមានសារធាតុសម្រាប់ការពារទារកពីជំងឺផ្សេងចាហើយយើងឃើញថាកាលណាយើងឲ្យទារកបាវដោយទឹកដោះម្ដាយតែមួយមុខគត់នោះនឹងធ្វើឲ្យពួកគេមានសុខភាពល្អចាប្រាជ្ញាវាងវៃចាហើយក៏ដូចជាជួយកាត់បន្ថយនៅការបង្ករោគផ្សេងផងដែរចាពីព្រោះថាទឹកដោះម្ដាយនេះគឺសម្បូរទៅដោយជាតិទឹកនិងសារជាតិចិញ្ចឹមគ្រប់មុខ I am Dr. Howard Sobel, Maternal and Child Health Team Leader of the World Health Organization in Cambodia. Cambodia has among the highest exclusive breastfeeding rates in the world, and we congratulate the Royal Government of Cambodia for this accomplishment. This saved thousands of lives every year of Cambodian children and increased the earnings potential and educational attainment for hundreds of thousands every year. Unfortunately, breastfeeding is on the decline, especially in urban areas and among working mothers. Infant formula use is on the rise, and mothers are stopping to breastfeed sooner. Aggressive marketing of breast milk substitutes is largely to blame. This directly violates the subdecree on marketing of products for infant and young child feeding, and we must take all actions to stop these violations and to protect, promote, and support breastfeeding. ចាហើយទន្ទឹមនឹងនោះក៏អ្នកម្ដាយគ្រប់រូបត្រូវបន្តបំបៅដោះកូនរហូតដល់អាយុ2ឆ្នាំឬក៏លើសទៅតាមលទ្ធភាពដែលអាចធ្វើបានចាការបង្កើនការផលិតអាហារនៅតាមផ្ទះនិងតាមសហគមន៍អាចកាត់បន្ថយការខ្វះខាតតាមរដូវហើយជួយលើកទឹកចិត្តឲ្យមានទម្លាប់បរិភោគអាហារដែលផ្ដល់ផលល្អដល់សុខភាពផ្អែកលើម្ហូបអាហារដែលគេអាចរកបាននៅតាមមូលដ្ឋានខ្ញុំមានចំណាប់អារម្មណ៍សប្បាយរីករាយដែលបានជោគជ័យធ្វើទៅបានសម្រេចហើយលក់បានលុយយកឲ្យកូនរៀនដើម្បីផ្ដល់ចំណេះវិជ្ជាដល់កូនការបង្កើតសួននេះឡើងដើម្បីមានចំណាប់អារម្មណ៍ខ្លាំងណាស់ព្រោះតាក់ទងទី1ដូចអ្នកស្រីខាងតាមដៃគាត់បានជម្រាបជូនមិញតាក់ទងនឹងធ្វើឲ្យសុខភាពឬក៏គ្រួសារយើងបានហូបគ្រប់គ្រាន់បាទយើងមិនចាំបាច់ទៅខ្វល់ទិញគេបាទហើយវាងាយស្រួលនៅចិត្តផ្ទះរបស់យើងផងការចិញ្ចឹមសត្វខ្នាតតូចដូចជាជ្រូកមាន់និងត្រីអាចផ្ដល់ដល់គ្រួសារ
នៅប្រភពចំណីអាហារដ៏ល្អប្រសើរសកម្មភាពទាំងនេះគឺជាការឆ្លើយតបដ៏ល្អប្រសើរចំពោះបញ្ហាកង្វះអាហាររូបត្ថម្ភដោយផ្អែកលើចំណីអាហារដែលអាចរកបាននៅក្នុងមូលដ្ឋានប្រកបដោយនិរន្តរភាពជាទូទៅម្ដាយតែងតែផ្ដល់អាហារបន្ថែមដែលមិនសមស្របដល់កូនដូចជាបបររាវសុទ្ធដែលគ្មានបន្លែនិងសាច់នេះគឺជាបុព្វហេតុមួយនៃកង្វះអាហារូបត្ថម្ភនៅក្នុងប្រទេសកម្ពុជាយើងដាក់ទឹកហើយដាក់បបរនឹងឲ្យខាប់ចាឲ្យវាពុះឡើងខាប់ទៅចាំយើងដាក់គ្រឿងផ្សំវាផ្សេងហើយនេះល្ពៅយើងយកវាស្ងោរវាឆ្អិនហើយយកមកកោសវាឲ្យម៉ត់ចាក៏ប៉ុន្តែនៅពេលដែលទារកមានអាយុចាប់ពី6ខែឡើងទៅគឺទឹកដោះម្ដាយតែមួយមុខគត់មិនគ្រប់គ្រាន់ទៅនឹងតម្រូវការសម្រាប់ការលូតលាស់របស់ទារកនោះទេដោយនេះសូមអ្នកម្ដាយគ្រប់រូបផ្ដល់អាហារបន្ថែមគ្រប់មុខដែលយើងហៅថាបបរខាប់គ្រប់គ្រឿងនោះទៅដល់កុមារដែលមានអាយុចាប់ពី6ខែដល់24ខែចាការដែលយើងផ្ដល់អាហារបន្ថែមបានទាន់ពេលវេលាបែបនេះនឹងជួយដល់ការលូតលាស់របស់កុមារចាហើយនឹងធ្វើឲ្យពួកគេមានសុខភាពល្អចាទាំងរាងកាយនិងប្រាជ្ញាស្មារតីហើយក៏ដូចជាផុតពីការបង្ការការកង្វះអាហារូបត្ថម្ភនិងការចុះខ្សោយនៅផ្នែកប្រាជ្ញាស្មារតីនិងជៀសផុតពីការប៉ះពាល់ទៅដល់ការលូតលាស់ផងដែរគោះពងមាន់ចូលដាក់ពងមាន់កោវាចាឥឡូវនេះបងចង់បង្ហាញអូនពីរបស់មួយចានេះគឺយើងហៅថាម្សៅវីតាមីនណាចាម្សៅវីតាមីនហ្នឹងគឺផ្សំឡើងពីវីតាមីននិងជាតិរ៉ែខនិកជាច្រើនមុខណាចាហើយម្សៅវីតាមីនហ្នឹងគឺមានផលប្រយោជន៍សម្រាប់ជួយឲ្យកុមារហ្នឹងចាមានសុខភាពល្អកម្លាំងមាំមួនណាចានិងប្រាជ្ញាឆ្លៀសវៃចាអញ្ចឹងអូនត្រូវហែកកញ្ចប់ម្សៅហ្នឹងហើយយើងយកមករោយចាលាយលើបបរហ្នឹងណាចាអញ្ចឹងយើងរោយបែបហ្នឹងចារួចហើយអូនចាប់ផ្ដើមចាកូរណាចាកូរម្សៅហ្នឹងជាមួយបបរហ្នឹងឲ្យបានរលាយចូលសាច់មួយចាហើយអូនយកទៅបញ្ចុកកូនរបស់អូនម៉ាម៉ាហមទៀតហមដូច្នេះអាហារូបត្ថម្ភនេះគឺជាបញ្ហាអភិវឌ្ឍបញ្ហាធនធានមនុស្សយូរអង្វែងយកឲ្យបានជាយើងខិតខំធ្វើយ៉ាងណាដើម្បីប្រមូលផ្ដុំកម្លាំងទាំងអស់ទាំងកម្លាំងរដ្ឋាភិបាលទាំងកម្លាំងសង្គមស៊ីវិលទាំងកម្លាំងដៃគូអភិវឌ្ឍដើម្បីរួមគ្នាអនុវត្តយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលដែលមានស្រាប់យើងទទួលបានជោគជ័យច្រើនហើយក្នុងវិស័យសុខាភិបាលប៉ុន្តែអាហារូបត្ថម្ភនៅក្នុងការប្រឈមដល់នៅក្នុងប្រទេសយើងមានបញ្ហាក្រិនបញ្ហាស្រេកស្លាំងបញ្ហាស្គប់ស្គាំងនៅតែជាបញ្ហារបស់យើងត្រូវជំនះយើងត្រូវធ្វើឲ្យឈ្នះនៅបញ្ហានេះដើម្បីយើងប្រែក្លាយកូនចៅរបស់ខ្មែរយើងឲ្យទៅជាមេដឹកនាំល្អទៅជាកម្លាំងដែលថាផលិតល្អនៅក្នុងប្រទេសទាំងមូលខ្ញុំជឿជាក់ថាក្រុមប្រឹក្សាអភិវឌ្ឍវិស័យកសិកម្មនិងជនបទដែលជាស្ថាប័នជាតិមួយដ៏រឹងមាំហើយនាំមុខគេក្នុងផ្នែកសន្តិសុខស្បៀងនិងអាហារូបត្ថម្ភនិងបន្តតួនាទីក្នុងនាមជាសេនាធិការដ៏សំខាន់ឲ្យរាជរដ្ឋាភិបាលខ្ញុំសូមអំពាវនាវដល់ប្រជាជនមហាជនគ្រប់ស្រទាប់ជាន់ថ្នាក់អាជ្ញាធរដែនដីក្រសួងស្ថាប័នពាក់ព័ន្ធដៃគូអភិវឌ្ឍនិងអង្គការមិនមែនរដ្ឋាភិបាលនានាសូមបន្តខិតខំយកចិត្តទុកដាក់ចូលរួមចំណែកសហការគ្នាឲ្យកាន់តែសកម្មនិងរស់រវើកថែមទៀតជាមួយក្រុមប្រឹក្សាអភិវឌ្ឍវិស័យកសិកម្មនិងជនបទដើម្បីធ្វើឲ្យប្រធានបទថ្មីរបស់យើងនេះនៅឆ្នាំនេះគឺអាហារូបត្ថម្ភរបស់មាតានិងកុមារคล้ายទៅជាសកម្មភាពពិតហើយដោះស្រាយបាននៅបញ្ហាប្រឈមផ្នែកសន្តិសុខស្បៀងនិងអាហារូបត្ថម្ភនៅកម្ពុជា